សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញជូនអ្នកទាំងអស់គ្នាអំពីរបៀបលុបចោលឬក៏បំបត្តិចោលនៅ shortcut virus បាទដែលមាននៅក្នុងកុំព្យូទ័ររបស់អ្នកទាំងអស់គ្នានៅក្នុងដំណោះស្រាយនេះខ្ញុំសូមបង្ហាញជូនយើងអាចចូលទៅកន្លែងពាក្យ search បាទចូលទៅកន្លែងពាក្យ search ឬវាយពាក្យថា task manager បាទ task manager បាទហើយវាយពាក្យថា manager យើងคลิกទៅលើវាបាទនេះមួយចំណុចហើយមួយចំណុចទៀតយើងអាចចូលទៅកន្លែង search ហើយคลิกមកខាងស្ដាំហើយរកមើលពាក្យថា task manager ពាក្យនេះបាទហើយយើងคลิกលើវាមកបាទคลิกលើវានឹងចាញ់ទាំងនេះឲ្យយើងបាទចាញ់ទាំងនេះឲ្យយើងអញ្ចឹងយើងត្រូវคลิกឲ្យចាញ់ពាក្យ in task បាទដើម្បីយើងin task វាបាទយើងคลิกវាចាញ់ដោយសារតែយើងคลิกលើ in task បានអញ្ចឹងវាចាញ់ឲ្យយើងคลิก in task ហើយបាទអញ្ចឹងអ្នកនរគ្នាคลิกទៅលើពាក្យ in task បាទអូខេអញ្ចឹងយើងបិទវាចោលមកបាទហើយមួយចំណុចទៀតយើងចូលទៅកន្លែង try C បាទចូលទៅកន្លែង try C បាទយើងចូលទៅmy computer បាទហើយយើងคลิกទៅលើ try C នេះមកបាទคลิกទៅលើ try C បន្ទាប់មកនេះទាំងអស់គ្នាត្រូវ search ពាក្យថា W script បាទ W script បាទនេះ W script បាទអញ្ចឹងវាកំពុងតែ search បាទយើងវាយពាក្យ W S W script បាទ W script អញ្ចឹងវាកំពុងតែ search បាទវាកំពុងតែ search បាទអូខេអញ្ចឹងយើងនៅកន្លែងនេះយើងអាចចុចមកខាងឆ្វេងចុច2ដងបាទចុច2ដងបាទចុច2ដងវាអត់ចាញ់ឲ្យយើងអញ្ចឹងយើងចុចទៅលើ script បាទ script ចុងក្រោយ script ណាមួយក៏បានដែរคลิกលើវាកន្លែងនេះវាអាចចាញ់នៅផ្ទាំងនេះបាទចាញ់នៅផ្ទាំងនេះបាទអញ្ចឹងមួយទៀតដូចគ្នាដែរប៉ុន្តែយើងអាចធ្វើរបៀបផ្សេងបាទទាក់ទងទៅនឹងW script បាទចំណុចផ្សេងយើងអាចចូលទៅកន្លែងពាក្យ run បាទយើងអាចចូលទៅកន្លែង search ក៏បានបាទចេះ search យើងវាយពាក្យ run បាទវាយពាក្យ run មកយើងคลิกទៅលើពាក្យ run បាទคลิกទៅលើពាក្យ run បាទបន្ទាប់មកយើងវាយពាក្យថា W script ដូចគ្នាបាទ W script បាទ W script dot exe បាទហើយយើងឆ្លៀតលើវាយើងអូខេមកអញ្ចឹងកន្លែងនេះវាចាញ់ដូចគ្នាដែរបាទចាញ់ដូចគ្នាអញ្ចឹងយើងដើម្បី change វាពីលេខ1ទៅលេខ2បាទយើង change វាពីលេខ1ទៅលេខ2អញ្ចឹងយើង stop បាទ stop script after specify number of second បាទមានន័យថាយើងត្រូវតែដូរវាទៅលេខ2បាទដូរទៅលេខ2បាទបន្ទាប់មកអ្នកទាំងអស់គ្នាចុចទៅលើ apply បាទចុចទៅលើ apply មកបាទហើយយើងអូខេវាបាទអញ្ចឹងនេះជារបៀបដែលលុបចាញ់បាទលុបចាញ់ឬក៏បំបត្តិចាញ់នៅshortcut virus ចេញពីកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំបានបញ្ចប់ហើយអំពីរបៀបនេះ